មកបងប្អូនទាំងអស់គ្នាមកអញ្ជើញទស្សនានៅខ្សែវីដេអូខ្លីជាមួយខ្ញុំនេះនៅកន្លែងខ្ញុំបានទៅដើរលេងនៅ Hollywood Walk of Fame នៅទីក្រុង LA គេដើរលេងនេះគេហៅថា Los Angeles បាទនៅរដ្ឋ California សហរដ្ឋអាមេរិកបាទកំពុងទៅ Hollywood ដែរនេះនៅកន្លែង Hollywood នេះមកបងប្អូនអញ្ជើញមកទស្សនានៅទិដ្ឋភាពទាំងស្រុងនៅក្នុងខ្សែវីដេអូនេះជាមួយខ្ញុំនេះគឺជាលើកទី1ក្នុងឆាកជីវិតដែលខ្ញុំទៅដល់កន្លែងថតកុនរបស់ខ្សែភាពយន្ត Hollywood បាទនេះជាលើកដំបូងហើយក្នុងឆាកជីវិតបាទធ្លាប់តែមើលទស្សនាខ្សែវីដេអូបាទកែងដែលគេហៅថា Hollywood នោះគឺឥឡូវបានមកដល់ពិតប្រកបមែនបាទជាឈ្មោះតារាល្បីគេយកមកដាក់នៅស្រស់ស្អាតមែនតើបាទនៅលើគេយកមកដាក់នៅនឹងរ៉ូនៅអញ្ចឹងនេះហើយសម្រាប់ខ្សែវីដេអូនេះផងដែរខ្ញុំមិនបានរៀបរាប់ច្រើនវែងឆ្ងាយអំពីទីតាំងឬកន្លែងណាផ្សេងទៀតឲ្យបានក្បោះក្បាយជាងនេះទេពីព្រោះថាយើងទៅតែមកដល់ដំបូងហើយក៏យើងមិនបានស្វែងយល់ច្រើនពីកន្លែងទាំងអស់ដែរថាមានស្អីខ្លះគឺអ្វីដែលចែកជូននេះគឺបងប្អូនអាចទស្សនាបានហើយអាចស្វែងយល់បន្តទៀតដោយរបៀបសម្រាប់ street យើងនៅសហរដ្ឋអាមេរិកនេះមានអ្នកខ្លះក៏បានទៅហើយក៏មានអ្នកខ្លះក៏មិនទាន់បានទៅហើយសម្រាប់ខ្ញុំដែលទៅតែម្ដងគឺខ្ញុំបានទៅលេងផងដែរបាទអញ្ចឹងទេសូមអញ្ជើញទស្សនាជាបន្តទាំងអស់គ្នាបាទកន្លែងលក់ដូរសម្រាប់កន្លែងដើរកម្សាន្តនេះផងដែរគឺបើយើងប្រៀបធៀបពីទីក្រុងទេសចរទៅនឹងទីក្រុងខេត្តសៀមរាបរបស់យើងគឺអាប្រហែលគ្នាបើតែគេទំនើបគេស៊ីវិល័យអីចឹងទៅគេយកមកដាក់របៀបប្រពៃណីរបៀបដើររបៀបការរស់នៅរស់ស៊ីលក់ដូរផងអ្នកស្រុកអ្នកភូមិនៅទីកន្លែងនោះវិញរស់នៅទីកន្លែងនោះគឺដូចជាការលក់ដូររបស់ប្រជាពលរដ្ឋខ្មែរយើងនៅទីក្រុងសៀមរាបដែលយើងអ្នកណាក៏ស្គាល់ដែរថាដងថាផាប់ street បាទគឺដងផាប់ street នេះឯងគឺបើសិនជាពេលថ្ងៃគឺមានសភាពបែបនេះប៉ុន្តែនៅពេលយប់គឺវាមានភ្លើងស្រស់ស្អាតបាទប្លែកភ្នែកតែម្ដងគឺខ្ញុំអត់បាននៅពេលយប់ទេក៏ប៉ុន្តែបើតាមមើលស្ថានភាពនៃការតបតែងរចនាពណ៌ភ្លើងនោះគឺដូចបាទគឺដូចបើប្រៀបធៀបទៅគឺដូចផាប់ street ទៅយប់នៃរឿងការកំសាន្តការសប្បាយរីករាយនេះគាត់ថាគេនេះគឺទំនើបជាងតែប៉ុណ្ណឹងឯងបាទនេះគឺជារោងកុនដែលប្រហែលជាកំពុងតែប្រចាំងទាំងថ្ងៃហើយមើលទៅព្រោះឲ្យឃើញមនុស្សចេញចូលដែរហើយខ្សែវីដេអូនេះគឺដើម្បីណាស់ព្រោះ Hollywood គឺអវតារនេះបាទសូម្បីតែរោងដូចយើងនៅអវតារគេមានតាំងរូបរឿង Hub Street សៀមរាបចឹងតែម្ដងបាទហើយខ្សែវីដេអូនេះផងដែរគឺខ្ញុំបានទៅយូរដែរហើយតែមានពេលកាត់គឺទៅកាត់ពិសេសយូរបាទនេះគឺទីក្រុង LA នេះគឺជាទីក្រុងទេសចរដែរផងដែរគឺព្រោះថាគឺទៅនោះគឺមានមនុស្សច្រើនមែនតើរបៀបជាអ្នកទេសចរឃើញដើរជួបគ្នាទៅឃើញគ្នាទៅគឺមានចម្រុះជាតិសាសន៍បាទអញ្ចឹងបានន័យថាកន្លែងនេះគឺជាទីក្រុងទេសចរដែលសម្រាប់ប្រជាជនអាមេរិកឬក៏ដូចជាប្រជាជនទាំងអស់ដែលជាអ្នកទេសចរមកពីបណ្ដាពិភពលោកគឺដើរលេងកម្សាន្តនៅម្ដុំនេះបាទហើយបងប្អូនឃើញរូបភាពផ្កាយនេះគឺឈ្មោះរបស់តារាល្បីឬក៏បុគ្គលសំខាន់គឺគេយកមកដាក់អញ្ចឹងដាក់ជាតំណាងអញ្ចឹងហើយដើរជន់ពេញទៅហ្នឹងតែអត់មានអ្នកណាប្រកាន់អីទេហើយអ្នកណាជា fan អ្នកណាស្រឡាញ់អីយើងអាចទៅឈរកន្លែងហ្នឹងថតរូបជារូបសាវរីយ៍បានហើយមិនត្រឹមតែកន្លែងសម្រាប់ដើរនៅលើខើបហ្នឹង
năng tê bà sầm rạp nọ bà lâu phong ái có cái miền đã chua đã ra xem đây là bay là tam nọ là phong đại bà giờ mà những kết mưa tao lan bà tự bà mà tròn ấy bình năng bà tại đôi chi ấp ấy và cái ấp cả mình check khi chán bà lịch prap ca mà đào lên như cứ miền cầm cù sa nhom là ôn thay quạt chun mà đào lên bà giờ có liền bạn thọ tính tuổi là mấy trai chun bỏ ôn mơ cầm sa bỏ đại sai ôn đi mình về tết tập năng ai hay số bỏ ôn có lên chui cho subscribe ở channel YouTube nhom một phong đồng bay tụi bạn đọc sai video tụi mày bật cái tiếp hay và miền Nam ca nhom bạn là tuần này tuần nọ tuần này tiếtคือnhom năng thọ đặt ru đồng trai chun bỏ ôn tuần này cầm sa lên scoreនៅទស្សនវិជ្ជាខ្លះពីបណ្ដាប្រទេសកាំងបាទពីបណ្ដាប្រទេសមហាអំណាចដែលយើងណាក៏ដឹងថាសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចលេខ1បាទនៅក្នុងពិភពលោកនេះបាទហើយមើលអាកន្លែងគេដើរលេងនេះគឺស្តៀងយើងដែរមានលក់ដូរអីកាពេកកប៉ុកចំណីចំណុះតាមថ្នល់ street food មានផ្អែមមានផ្លែឈើមានវត្ថុអនុស្សាវរីយ៍ផ្សេងនេះហើយណាក៏ទៅល្អដែរបាទនិយាយពីក្រុមភាសាខ្ញុំវិញបាទនិយាយពីថតស្លឹកមកចង់តែចូលមកចឹងជុំគ្នាព្រោះជាលើកទី1ដែលធ្វើយុទ្ធភាពបែបនេះហើយប្រទេសហាណាគេលើកបាទគឺចង់ថតគ្រប់តកន្លែងហ្នឹងបាទគឺអត់តនេទេកាមេរ៉ាបងប្អូនអើយបាទអញ្ចឹងទៅសូមជួយទស្សនាជាបន្តទៀតពីព្រោះថាខ្សែវីដេអូនេះអត់វែងប្រហែលទេបាទជិតចាប់ហើយក៏សូមអរគុណសម្រាប់ការទស្សនាចំណាយពេលទស្សនានៅខ្សែវីដេអូខ្លីនេះសូមឲ្យជូនពរឲ្យបងប្អូនជួបតែសេចក្តីសុខនិងចម្រើនរកស៊ីជួញដូរជួញប្រែអីប្រកបដោយសេចក្តីចម្រុងចម្រើនហ្នឹងហើយបើអ្នកធ្វើការងារសូមឲ្យមានកន្លែងថតទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់បាទសូមអរគុណសូមជម្រាបលាគ្រប់កន្លែងគ្រប់អីទៅដាក់ឈ្មោះតារា